ជាលើកទី1ដែលពួកឯងមកធ្វើជាកម្មករនៅទីនេះមែនទេកាលពី7ឆ្នាំមុនមានភ្លើងឆេះឃ្លាំងមួយយ៉ាងសន្ធោសន្ធៅអ្នកដែលជាប់នៅក្នុងឃ្លាំងនោះត្រូវឆេះស្លាប់ទាំងរស់តែម្ដងក្រោយមានឧបទ្ទហេតុនោះហើយគេក៏បានបង្កើតវិន័យម៉ោងលឿនម៉ោងក្រហមឡើងចង់ធ្វើការនៅរោងចក្រនេះនោះប្រាក់ខែច្រើនហើយនៅមានកន្លែងល្អស្នាក់នៅទៀតមានអ្នកស្រុកនៅទីនេះលែងហ៊ានមកធ្វើការនៅរោងចក្រនេះទៀតហើយមិនអញ្ចឹងហ៎ពួកយើងក៏តែនិយាយពេលគាត់ដេកសិនបានដែរទេហ្នឹងនាងគ្រាន់តែរងគ្រោះដោយសារកំហឹងពួកខ្មោចទេបើតើបំណត់នាងគិតថាមកពីហេតុអីបានជាខ្មោចទៅនោះខំអញ្ចឹងមានរឿងរលូបបៀតធំជាងនេះទៀតដែលយើងមិនទាន់ដឹងពីរឿងអីវ៉ាទីពួកយើងឆាប់ទៅណែអាវីកុំងាកក្រោយឲ្យសោះណាអ្នកដែលឯងឃើញនៅក្រៅនោះមិនជាមនុស្សទេ